នេះគឺជាវិញ្ញាសាបាក់ឌុបធ្លាប់ចេញប្រឡងកាលពីឆ្នាំ2014ប្រឡងលើកទី2ហើយវីដេអូនេះខ្ញុំនឹងដកស្រង់យកផ្នែក vocabulary មកបង្ហាញជូនទាំងអស់គ្នាសម្រាប់ត្រៀមប្រឡងបាក់ឌុបនៅឆ្នាំ2025ខាងមុខនេះជាទូទៅលំហាត់បែប vocabulary ក៏ដូចជា grammar ដែរគឺគេតែងតែមានល្បះមួយសម្រាប់ឲ្យយើងបំពេញនៅចន្លោះឲ្យគេឲ្យចម្លើយ4ជាជំរើសប៉ុន្តែមានតែចម្លើយមួយប៉ុណ្ណោះដែលត្រឹមត្រូវឥឡូវយើងទៅមើលឧទាហរណ៍ទាំងអស់គ្នា example គេថា when I was 12 នៅពេលដែលខ្ញុំមានអាយុ12ឆ្នាំ my father taught me how to play chess ពុករបស់ខ្ញុំបានបង្រៀនខ្ញុំពីរបៀបលេងអុកអញ្ចឹងចម្លើយ A do ចម្លើយ B play C make D collect ហើយចម្លើយដែលត្រឹមត្រូវនៅទីនេះគឺចម្លើយ B play ហើយបាន B ជាចម្លើយត្រឹមត្រូវគន្លឹះនៅក្នុងការធ្វើលំហាត់បែប vocabulary យើងត្រូវចេះសម្លឹងមើលទៅលើ keyword គឺពាក្យកន្លឹះដែលប្រកបនៅល្បះដែលយើងត្រូវយកទៅបំពេញយ៉ាងហោចណាស់ក៏យើងត្រូវតែចេះមួយពាក្យឬក៏2 3ពាក្យទៅលើល្បះដែលយើងត្រូវបំពេញដែរយើងមិនអាចអត់ចេះសោះហើយប្រើវិធីសាស្ត្រតម្លាក់ចុងបិចរកចម្លើយទេអញ្ចឹងយ៉ាងហោចណាស់ក៏យើងត្រូវចេះពាក្យថា chess ដែរ chess យើងដឹងថា chess យើងប្រែថាលបែងអុកណាអញ្ចឹងលបែងកាលណាលបែងគឺយើងប្រើកិរិយាសព្ទអីយើងប្រើកិរិយាសព្ទលេងអីគឺលេងលបែងហ្នឹងឯងអញ្ចឹង play គឺ play chess លេងអុកយើងមិនអាចនិយាយថា do chess ឬក៏ make chess ឬក៏ collect chess ទេអញ្ចឹងពាក្យដែលវា symmetry ដែលវាទៅត្រូវជាមួយនឹង chess ហ្នឹងគឺពាក្យថា play គឺកិរិយាសព្ទ playពាក្យដែលវា symmetry ជាមួយគ្នានឹងនៅក្នុងភាសាអង់គ្លេសគេហៅថា collocation អ្នកគ្នាអាចទៅ search ស្វែងរកបន្ថែមបាន collocation ហ្នឹងវាគឺជាពាក្យដែល naturally go together វាគឺជាពាក្យដែលវាទៅជាមួយគ្នាវា symmetry ជាមួយគ្នាលក្ខណៈជាធម្មជាតិប្រៀបដូចជាយើងមានដៃគូជាមួយនឹងមិត្តភក្តិសាសនារបស់យើងអញ្ចឹងយើងទៅណាយើងតែងទៅជាមួយគ្នាហើយពាក្យនៅក្នុងភាសាអង់គ្លេសវាអញ្ចឹងដែរពាក្យខ្លះវាអត់ស៊ីគ្នាទេប៉ុន្តែពាក្យខ្លះវាស៊ីគ្នាវាត្រូវជាមួយគ្នាវាត្រូវធៀបគ្នាណាឥឡូវយើងទៅមើល number 1 គេនិយាយថាម៉េច at the age of 60នៅអាយុ60ឆ្នាំ Mr. Wood retired and lived off his ចម្លើយ A គឺ salary ចម្លើយ B គឺ allowance ចម្លើយ C គឺ grant ចម្លើយ D គឺ pension អញ្ចឹងតើចម្លើយមួយណាជាចម្លើយត្រឹមត្រូវសិនបើយើងចេះមើលគឺយើងស្រឡឹងទៅលើពាក្យមួយយើងដឹងថាចម្លើយមួយណាជាចម្លើយត្រឹមត្រូវហើយគឺពាក្យថា retired គឺចូលនិវត្តន៍គឺយើងនិយាយសាមញ្ញថា retreat ហ្នឹងណាអញ្ចឹងពាក្យថាចូលនិវត្តន៍ហ្នឹងវាបង្ហាញអំពីអីដែលយើងអាចយកទៅបំពេញនៅចន្លោះបានឥឡូវយើងទៅមើលចម្លើយ A salary យើងដឹងហើយពាក្យនេះជាភាសាជួបបើសិនបើយើងបានអានច្រើនឬក៏យើងស្ដាប់ច្រើនយើងជួបហើយយើងរៀនច្រើនយើងដឹងហើយ salary គឺប្រាក់ខែអញ្ចឹងប្រាក់ខែគេឲ្យយើងទៅនៅពេលយើងអាចធ្វើការបាននេះដល់ពេលយើងចូលនិវត្តន៍លែងឲ្យប្រាក់ខែយើងហើយគេលែងហៅ salary ហើយអញ្ចឹងចម្លើយ A ហ្នឹងមិនត្រឹមត្រូវទេហើយចម្លើយ B allowance ហ្នឹងគឺន័យថាជាប្រាក់ជំនួយឬប្រាក់ឧបត្ថម្ភដែលគេជួយយើងទៅលើការចាយវាយអីមួយណាហើយចំណែកឯ grant ចម្លើយ C ហ្នឹងគឺជាប្រាក់ឧបត្ថម្ភដែរប៉ុន្តែគឺខាងរដ្ឋាភិបាលជាអ្នកឧបត្ថម្ភយើងភាគច្រើនគេគាត់ជួយទៅលើផ្នែកការសិក្សាអប់រំអាហារូបករណ៍ផ្នែកការរៀនសូត្របន្តទៀតអញ្ចឹងចម្លើយ B និងចម្លើយ C ហ្នឹងវាក៏មិនជាចម្លើយដែលសមស្របដែរហើយចម្លើយដែលត្រឹមត្រូវចុងក្រោយគេមានតែចម្លើយ D ហ្នឹងគឺ pension គឺយើងប្រើថាប្រាក់ចូលនិវត្តន៍ឬក៏ប្រាក់រត្រៃហ្នឹងឯងអញ្ចឹងចម្លើយ D ជាចម្លើយត្រឹមត្រូវអញ្ចឹងល្បះហ្នឹងវាបានទៅជា at the age of 60នៅអាយុ60ឆ្នាំ Mr. Wood retired and lived off his pension លោក Wood ហ្នឹងបានចូលនិវត្តន៍ហើយរស់នៅដោយផ្អែកលើប្រាក់សោធននិវត្តន៍របស់គាត់អូខេឥឡូវយើងទៅមើលលេខ2 number 2គេនិយាយថា please confirm your reservation in blah 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 A letter សម្បត្តិណា B writing
ការសរសេរឬសំណេរ see words ពាក្យ the paper ក្រដាសអញ្ចឹងតើចម្លើយមួយណាជាចម្លើយត្រឹមត្រូវកិរិយាសព្ទនៅក្នុងល្បះទី2នេះគឺពាក្យថា confirm មិនតែផ្ទៀងផ្ទាត់ថាសូមផ្ទៀងផ្ទាត់ឬក៏បញ្ជាក់នៅការកក់ណា reservation នៃការកក់ទុកមុនរបស់អ្នក in មានន័យថានៅក្នុងទម្រង់ជាអីអញ្ចឹងទម្រង់ជា letter writing words ឬក៏ paper ពាក្យដែល symmetry ដែលត្រូវជាមួយនឹងល្បះនេះគឺពាក្យថា writing គឺយើង confirm ក្នុងលក្ខណៈជាសំណេរគឺការសរសេរអញ្ចឹងយើងអត់ប្រើ letter ទេព្រោះយើងនិយាយថា in letter អត់ត្រឹមត្រូវទេវាអត់ពេញលេញយើងត្រូវនិយាយថា in a letter ណាអញ្ចឹង A មិនត្រឹមត្រូវទេហើយ in words ក៏យើងអត់ប្រើដែរហើយ in paper ក៏យើងអត់ប្រើដែរមែនតើទៅពាក្យ writing ហ្នឹងគឺវាកដោតទាំងអស់កដោតទាំង letter កដោតទាំង words ឬក៏ paper ក្នុងលក្ខណៈថាយើងទៀងទាត់តាមរយៈការសរសេរជាលេខអក្សរណាយើងត្រូវចាំគន្លឹះនៅក្នុងការធ្វើលំហាត់ vocab គឺអត់មានអីក្រៅពីចាំទេតែពេលដែលយើងចាំគឺយើងអាចធ្វើបានហើយសួរថាធ្វើម៉េចដើម្បីចាំតើតើយើងអាសាជួបអាសាស្ដាប់អាសាអានពេលដែលយើងជួបវាដដែលទៅយើងចាំឯងអូខេឥឡូវយើងចូលទៅកាន់ number 3 គឺលេខ3និយាយថា everybody knew សំណាង had blah blah a crime but nobody wanted to tell the police គឺថាមនុស្សគ្រប់គ្នាបានដឹងថាសំណាងបានយ៉ាងម៉េចណា a crime បទឧក្រិដ្ឋប៉ុន្តែគ្មាននរណាម្នាក់ចង់ប្រាប់ប៉ូលីសទេអញ្ចឹងចម្លើយ A committed ចម្លើយ B done ចម្លើយ C made D performed អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ A ចម្លើយ A គឺ committed យើងមើលទៅលើពាក្យថា a crime ដូចខ្ញុំនិយាយមុនមិញអញ្ចឹងពាក្យដែលវា symmetry ជាមួយគ្នាដែលវាត្រូវធៀបគ្នាគឺគេហៅថា collocation ហ្នឹងគឺយើងត្រូវចំណាំវាអញ្ចឹង a crime បទឧក្រិដ្ឋគឺយើងប្រើជាមួយនឹងកិរិយាសព្ទ commit a crime មានថាប្រព្រឹត្តបទឧក្រិដ្ឋណាប្រព្រឹត្តបទល្មើសអញ្ចឹងយើងអត់និយាយថា done យើងអត់និយាយថា done ហ្នឹងមកពី do យើងអត់និយាយថា do a crime ទេយើងអត់និយាយថា make a crime ទេយើងអត់និយាយថា perform a crime ទេគឺយើងនិយាយថា commit a crime ប្រព្រឹត្តបទល្មើសយើងត្រូវចាំអញ្ចឹងឡើងចូលដល់ number 4គេថា the researchers blah 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 many experiments to find the most effective materials ថាអ្នកស្រាវជ្រាវហ្នឹងយ៉ាងម៉េចនេះការពិសោធន៍ជាច្រើនដើម្បីស្វែងរកនៅសម្ភារៈដែលមានប្រសិទ្ធភាពបំផុតចម្លើយ A considered ចម្លើយ B confirmed ចម្លើយ C concerned ចម្លើយ D conducted អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ D ចម្លើយ D conducted គឺគេប្រើជាមួយនឹង experiment អញ្ចឹង clear ហ្នឹងយើងត្រូវចំណាំគឺ conduct experiment មានន័យថាយើងធ្វើការពិសោធន៍ណា conduct ហ្នឹងគឺមានន័យថាធ្វើយើងអត់និយាយថា consider អត់និយាយថា confirm ឬក៏ concern អីទេណាមួយគឺពាក្យទាំង3ក្នុងចម្លើយ A B C ហ្នឹងគឺវាអត់ត្រូវន័យតែម្ដងអញ្ចឹងវាអត់ត្រឹមត្រូវទេអញ្ចឹងមានតែចម្លើយត្រូវមួយគត់គឺ D conduct អញ្ចឹងពាក្យហ្នឹងទៅជារបស់ហ្នឹងយើងបានទៅជា the researchers conducted many experiments to find the most effective materials មានតែអ្នកស្រាវជ្រាវបានធ្វើពិសោធន៍ជាច្រើនដើម្បីស្វែងរកនៅសម្ភារៈដែលមានប្រសិទ្ធភាពបំផុត Number 5លេខ5ចុងក្រោយគេនិយាយថា I on the news that the price of gas is going up again ចម្លើយ A គឺ looked ចម្លើយ B គឺ listened ចម្លើយ C គឺ heard ចម្លើយ D គឺ watched ចឹងតើចម្លើយមួយណាជាចម្លើយត្រឹមត្រូវ A look គឺយើងប្រើភ្នែកដើម្បីមើល look យើងប្រើថាមើលអញ្ចឹងមើលអីធ្លាប់ឃើញគេប្រើ look on ទេអញ្ចឹងយើងគិតថាវាដូចជាមិនប៉ុនត្រឹមត្រូវទេ
ឥឡូវយើងសន្មតថាវាខុសឥឡូវយើងមើលចម្លើយ B listen យើងធ្លាប់តែលើគេថា listen to អត់មាន listen on ទេណាភាសាយើងឃើញមាន on នៅក្នុងល្បះនេះអញ្ចឹងប្រហែលជាអត់ត្រូវទេចុះចម្លើយ C ប្រហែលត្រូវណាបើយើងស្មានទៅដូចសមជាងគេឥឡូវយើងមើលចម្លើយ D សិនចម្លើយ D watch មើលណាមើល watch ធម្មតាយើងនិយាយថា watch អីមួយគឺយើងអត់ប្រើ preposition បន្ទាប់ពី watch យើង watch TV watch movie អីចឹងអញ្ចឹងក៏ជាចម្លើយមិនត្រឹមត្រូវដែរចម្លើយត្រឹមត្រូវមានតែមួយទេគឺ heard គឺចម្លើយ C អញ្ចឹងល្បះហ្នឹងបានទៅជា I heard on the news that the price of gas is going up again ខ្ញុំបានឮតាមរយៈព័ត៌មានថាតម្លៃនៃប្រេងសាំងគឺកំពុងតែឡើងថ្លៃម្ដងទៀតហើយអូខេអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបើសិនបើមានសំណួរឬចម្ងល់អីអាចទម្លាក់សួរនៅក្នុង comment បាន Thank you see you next video